មកបង្ហាញដៃមួយឲ្យបងប្អូនដឹងតើតើជាមួយនឹងបញ្ហាឈឺស្កាត់មួយទៀតយើងពិនិត្យមើលដៃច្អករបស់គាត់ណាជាពិសេសវាកើតឡើងចំពោះមនុស្សធាត់បាទមនុស្សធាត់មួយចំនួនអាចថាមួយចំនួនធំណាយើងត្រូវពិនិត្យមើលដៃកូនដៃហ្នឹងណាដៃកូនដៃហ្នឹងអាថ្នាំងចុះក្រោមហ្នឹងអាថ្នាំងទី1នេះបើសិនយើងឃើញវាកំមាប់បាទវាកំមាប់មានន័យថាវាធាត់ខ្លាំងធៀបជាមួយនឹងអាថ្នាំងនេះហើយនឹងអាថ្នាំងលើណាបើវាធាត់ខ្លាំងបើវាធាត់ល្មមអត់អីដូចដៃនេះវារៀងធាត់ល្មមទេវាមិនធាត់ខ្លាំងទេអញ្ចឹងបើសិនជាដៃនឹងវាធាត់ខ្លាំងអាថ្នាំងហ្នឹងបាទអាថ្នាំងទី1ហ្នឹងបើសិនជាវាធាត់ខ្លាំងមានន័យថាដៃហ្នឹងបាទវាប្រឈមនឹងជំងឺបាទជំងឺហ្នឹងគឺជំងឺថប់ដង្ហើមបាទជំងឺដកដង្ហើមមិនចេញបាទជំងឺហឺតឬក៏អាចនិយាយថាបេះដូងត្រូវការអុកស៊ីហ្សែនខ្លាំងពេលខ្លះពេលយប់ដល់ថ្នាក់ដកសកាមន់ក៏មានដែរបើសិនជាដៃនឹងធាត់ខ្លាំងបាទមានន័យថាមនុស្សហ្នឹងគឺជាប់ចូលចិត្តហូបខ្លាំងណាគាត់ចូលចិត្តហូបខ្លាំងគាត់ហូបបានហ្មងស្អីក៏គាត់ហូបបានដែរគាត់រើសទេប៉ុន្តែអាគុណវិបត្តិរបស់គាត់ហ្នឹងគឺគាត់ឈឺជំងឺហ្នឹងវាជំងឺបែបហ្នឹងជំងឺថប់ដកដង្ហើមអត់ចេញប៉ុន្តែយើងទៅពេទ្យក៏រកព្យាបាលមើលអត់ចេញដែរមើលអត់ឃើញទេចឹងមិនថាយើងឲ្យប្រយ័ត្នត្រង់ហ្នឹងបាទប្រយ័ត្នត្រង់ហ្នឹងពីព្រោះអីជំងឺខ្លះយើងទៅពេទ្យពិនិត្យអត់ឃើញទេអញ្ចឹងបងប្អូនត្រូវយកកន្លែងហ្នឹងចឹងវាតកតងជាមួយទាំងផ្លូវដង្ហើមថប់ដង្ហើមថប់អីហ្នឹងហើយវាពិបាកខ្លាំងណាស់បាទចឹងបងប្អូនត្រូវមើលសុខភាពខ្លួនឯងដែរពេលខ្លះបាទអញ្ចឹងវិធីសាស្ត្រដែលទប់ស្កាត់ហ្នឹងគឺបងប្អូនត្រូវកាត់បន្ថយការហូបបន្តិចបាទដើម្បីឲ្យដកដង្ហើមស្រួលដើម្បីកុំឲ្យមានបញ្ហានឹងកើតឡើងបាទដូចជាត្រូវការខ្យល់អុកស៊ីហ្សែនច្រើននៅក្នុងផ្ទះអីចឹងណាហ្នឹងហើយយើងត្រូវកាត់បន្ថយការហូបតិចទៅវាធ្វើឲ្យយើងសុខភាពស្រួលវិញហើយបាទ